សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំប្រាប់ពីវិធីដែលលុបពាណិជ្ជកម្មនៅលើទូរស័ព្ទដៃ Android បាទដល់ទូរស័ព្ទស្មានេះដែរបើជាប់មកផ្លេចវានៅតែជាប់លុបពាណិជ្ជកម្ម2 3ហើយបាទវាជាប់ចូលយើងចុចអីក៏មកឲ្យទៅយើងវាយអ៊ីនធឺណិតវាដឹងទៅវាក់ធ្វើបងប្អូនអញ្ចឹងបងប្អូនអាចជាដំបូងបងប្អូនបិទខ្វែងវាសិនមកបងប្អូនចូលទៅ line setting ឬការកំណត់បងប្អូនអត់ចុចក្រោមយកពីការកំណត់ប្រតិបត្តិការឬ general តមកបងប្អូនរកពាក្យ address វាកំណត់ទូរស័ព្ទឡើងវិញហើយលុបទិន្នន័យទាំងអស់ចាស់ហើយវាដូចចេញពីរោងចក្រអានោះធ្វើដូចទូរស័ព្ទចេញពីរោងចក្រចាំមកបងប្អូនរោងចក្រវាបន្តិចសិនទៅបាទឥឡូវចេញរូបអូប៉ូបណ្ណាល័យបាទឥឡូវយើងចាំវាមួយផ្លែតសិនទៅដើម្បីឲ្យវាអេប្រេសទិន្នន័យចាស់ចាស់របស់យើងចោល
bà lấy trên hello ấy tao mới chất nhà phụ tao mong thế tao mới bông bông chơi vô pizza vô pizza mai dương ở cho crown cho crown hàng crown tính tới khơi pizza mai hỏi tao mới chất bánh to máu tao mới chơi đứa đồng bọn nhớ cao chìa nơi khang lừa nữa tao mới chơi bánh to tiền máu tao mới cho việc đi hàng crown nó đầm mây apply vía cho bánh to tiền dương áp cho tao phải khoái các bạn đi coi dương chân rùm lâu nó biệt khang như các bạnสำหรับใน admin อินเทอร์เน็ตបងប្អូនចំឡងកម្មវិធីនិងតន្ន័យយើងអាចចិត្តបន្ទាត់ដើម្បីផ្សាយពីទូរស័ព្ទចាស់អញ្ចឹងយើងអត់អាចធ្វើបានទេយើងចិត្តពាក្យកុំចំឡងមករងចាំវាតិចតួចសិនទៅបងប្អូនដើម្បីវាធ្វើការស្គាល់ម៉ាស៊ីនងាររបស់យើងដើម្បីយើង login កកចូលទាំងអស់គ្នាមកវាឲ្យដាក់ account Google យើងអាចដាក់ account Google ក៏បានឬក៏យើងរំលឹកចិត្តពាក្យរំលងដើម្បីទៅកាន់ប្រទេសក៏បានតើមកយើងចិត្តពាក្យរំលងមករំលងទៀតមកតើមកយើងចិត្តច្រើនទៀតនឹងមកបងប្អូនដើម្បីយើងមិនចាំបាច់អីយើងបោះអស់ទៅចឹងមកចាក់ចិត្តច្រើនទៀតមកយូរប្រូមក
មកយើងអាចដាក់ស្នាមញ៉ាំដៃឬ password ក៏បានឬក៏ចិត្តយើងម្ដងមកអានេះសម្រាប់កម្មវិធីឲ្យតែយើងចូលទៅដល់យើងមានអ៊ីនធឺណិតយើង down អូតូម៉ាទិកអញ្ចឹងយើងអាចបិទវាក៏បានដែរព្រោះយើងអត់ត្រូវការកម្មវិធីអញ្ចឹងទេអញ្ចឹងចុចខាងលើទាំងអស់មកដើម្បីបិទឲ្យចិត្តបន្ទាប់មកយកប្រូមករូចាំវាបន្តិចសិនទៅបងប្អូនដើម្បីវាដំណើរការតែមកវាឲ្យដាក់ account ចូលកែនេះ Oppo ឬក៏យើងមិនដាក់ក៏បានយើងជិះពាក្យរំលងនៅខាងលើទៅរូចាំវាផ្លែតហើយយើងអាចរើស style អូក៏បានតែមកយើងជិះពាក្យបន្ទាប់មកហើយតជិះតទៀតមកតមកជិះពាក្យរំលងនៅពាក្យខាងលើដើម្បីយកចង់ដោតតមកវាជិះពាក្យសុំសក់គាត់តមកយើងចាប់ដើមមករួចជាការស្រាក់ឲ្យបងប្អូនយើងបានទូរស័ព្ទដែលកំណត់ចេញពីរោងចក្រថ្មីមកដូចថ្មីចឹងបងប្អូនបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ